ខ្ញុំនឹងផុសវីដេអូរហូតទាល់តែបងប្អូនដឹងថាហ៊ូកឹងគឺពិតជាងាយស្រួលធ្វើខ្លាំងមែនតើអត់ប្រហែលធ្វើដោយការគិតទេទោះបីជាអ្នកដែលធ្វើសោះធ្វើលើដំបូងក៏អាចធ្វើបានដោយងាយដែរដំបូងគឺយើងត្រូវរើសស្នូលយើងចង់ញ៉ាំសិនអាចប្រើជាមើមចេកថៅក៏បានត្រាវក៏បានឬមួយក៏អាចជាមើមថ្លុងអីក៏បានដែរហាន់វាអញ្ចឹងមកណាបើសិនជាបងប្អូនប្រើមើមចេកថៅដូចក្នុងវីដេអូខាងលើហ្នឹងគឺយើងត្រូវដាក់អំបិលបន្តិចច្បាច់វាដើម្បីចេកថៅហ្នឹងគឺទន់ហើយបាត់ហាងចឹងយើងច្បាច់រហូតដល់តែវាចេញទឹកចេញមកយើងសមុទ្រទឹកនឹងចោលនឹងពូតវារហូតដល់តែស្រស់ទឹកបានល្អឆៃថាយើងបានពូតទឹកហើយនឹងមិនលាងទឹកចេញទេដាក់ចូលក្នុងចានមួយបន្ថែមជ្រូកជ្រាំនិងខ្ទឹមសចូលចំណែកសាច់បាគាវិញចង់ដាក់ក៏បានអត់ក៏បានដែរតែបើសិនជាដាក់យើងកុំច្រាំម៉ត់ពេកទុកដុំទៅពេលញ៉ាំប៉ះទៅវាឆ្ងាញ់ដាក់សាច់បាគាចូលហើយបន្ថែមជាមួយនឹងស្លឹកខ្ទឹមរៀងច្រើនតិចមកដើម្បីវាឈ្ងុយហើយបន្ថែមជាមួយអំបិលបន្តិចប៊ីចេងឬម្សៅស៊ុបមាន់ក៏បានស្ករបន្តិចទួយតាមចូលចិត្តទៅដាក់ជាមួយនឹងប្រេងខ្យងនិងម្សៅ5ក្លិនចំពោះម្សៅ5ក្លិនហ្នឹងបើយើងអត់ចូលចិត្តក្លិនទេមិនដាក់ក៏បានដែរបន្ថែមពងមាន់ចូលមកគ្រាប់និងបន្ថែមម្សៅឆាប្រហែលជាមួយល្ភាពីល្ភាបាយដែរដើម្បីស្នូលនោះគឺវាស្អិតចូលគ្នាច្របល់ឲ្យសព្វហើយគឺទុកមួយដុំសិនចំពោះសាប៊ូកឹងវិញឥឡូវគេមានប្រភេទដែលកាត់ហើយស្រាប់ចឹងបងប្អូនគ្នាមកកញ្ចប់គេមានដល់ទៅ30ស្លឹកគ្រាន់តែយើងបកម្ដងមួយស្លឹកដាក់ស្នូលវិញចឹងហើយយើងហុំទៅចុងក្រោយនេះគឺយើងលាបជាមួយពងមាន់ក្រហមហើយយើងបិទចិត្តមុខវាបងប្អូនឃើញអត់គឺអត់មានអីសាំញ៉ាំពិបាកទេហើយយើងចង់ចំហុយសិនក៏បានឬក៏យើងចង់កាត់បំពងយកហ្មងក៏បានដែរយើងបំពងយកអញ្ចឹងហ្មងវាស្រួយជាងតែបើយើងចំហុយសិនអានឹងយើងអាចសដលវាស្ងួតសបកសិនចាំយើងយកមកបំពងវាកូរទៅកូរមករហូតដល់តែវាឡើងក្រៀមឆ្អិនទៅគឺជាការស្រេចហើយឃើញអត់បងប្អូននេះតែប៉ុណ្ណឹងហ៊ូកឹងយើងឲ្យបាត់តែចង់ធ្វើសែនក៏បានធ្វើទទួលភ្ញៀវមកលេងផ្ទះក៏បានមានកម្មវិធីតិចតួចខូកណាឬក៏យើងចង់ធ្វើខ្លែមក៏បានដែរធ្វើខ្លួនឯងថ្មីចឹងហើយយើងញ៉ាំស្និតមាត់ហ្មងហើយខាងក្រៅគេឡើងស្រួយខាងក្នុងគេស្នូលចេញមកមានបកាមានសាច់ចឹងជាតិមែនតែនចំពោះសាប៊ូកឹងនេះដែរអាចកំងទិញបាននៅទីនេះតម្លៃមាននៅលើវីដេអូនេះបងប្អូនគ្នាអាចកំងបានតាមរយៈ page លេខទូរស័ព្ទដែលដាក់នៅខាងលើវីដេអូនេះអរគុណច្រើន